សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកសៀវភៅមួយក្បាលមកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា How to make a few billion dollars ឬបកប្រែជាភាសាខ្មែរថារបៀបបង្កើតលុយពាន់លានដុល្លារនិពន្ធដោយលោក Brad Jacobs ដែលជាសៀវភៅណែនាំអំពីរបៀបរកលុយប៉ុណ្ណោះនិងគន្លឹះយុទ្ធសាស្ត្រអាជីវកម្មដ៏ស៊ីជម្រៅដែលបានបំបែកចេញពីបទពិសោធន៍ផ្ទាល់របស់គាត់នៅក្នុងការកសាងក្រុមហ៊ុនជាច្រើនពីតូចរហូតដល់មានតម្លៃរាប់ពាន់លានដុល្លារមេរៀនទាំង6ខាងក្រោមនេះគឺជាទស្សនវិជ្ជាស្នូលដែលគាត់បានអនុវត្តជាប់លាប់មេរៀនទី1ការផ្ដោតលើ one thing រឿងតែមួយគត់ដែលសំខាន់បំផុតគោលការណ៍នេះគឺជាបេះដូងនៃយុទ្ធសាស្ត្ររបស់ Jacobs គាត់ជឿជាក់ថាក្រុមហ៊ុនភាគច្រើនបរាជ័យដោយសារតែធ្វើអ្វីៗច្រើនពេកក្នុងពេលតែមួយហើយបាត់បង់ការផ្ដោតអារម្មណ៍ផ្ទុយទៅវិញការកំណត់អត្តសញ្ញាណលើរឿងតែមួយគត់ដែលក្រុមហ៊ុនពូកែជាងគេឬអាចបង្កើនតម្លៃបានច្រើនជាងគេរួចចាក់បញ្ចូលធនធានទាំងអស់ដូចជាពេលវេលាលុយកាក់បុគ្គលិកទៅក្នុងរឿងនោះនឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យការផ្ដោតអារម្មណ៍នេះមិនមែនមានន័យថាធ្វើតែមួយមុខនោះទេប៉ុន្តែវាមានន័យថាមានអាទិភាពច្បាស់លាស់និងមិនងាករេពីគោលដៅចម្បងវាជួយកាត់បន្ថយភាពស្មុគស្មាញនិងបង្កើនប្រសិទ្ធភាពឧទាហរណ៍ Jacobs Engineering Groups នៅពេលដែល Brad Jacobs ចាប់ផ្ដើមអាជីវកម្មដំបូងគាត់បានផ្ដោតលើការផ្ដល់សេវាកម្មវិស្វកម្មនិងសំណង់សម្រាប់ឧស្សាហកម្មប្រេងនិងឧស្ម័ននេះជា one thing របស់គាត់នៅពេលនោះគាត់មិនបានព្យាយាមធ្វើការងារសំណង់ទូទៅឬវិស្វកម្មសម្រាប់គ្រប់វិស័យនោះទេការផ្ដោតអារម្មណ៍នេះបានអនុញ្ញាតឲ្យគាត់អភិវឌ្ឍជំនាញឯកទេសបង្កើតទំនាក់ទំនងរឹងមាំជាមួយអតិថិជនគោលដៅនិងក្លាយជាអ្នកជំនាញក្នុងវិស័យនោះមេរៀនទី2ការទិញយកនិងការកសាង buy and build strategy នេះគឺជាយុទ្ធសាស្ត្រស្នូលមួយរបស់ Jacobs ក្នុងការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សជំនួសឲ្យការកសាងអ្វីៗគ្រប់យ៉ាងពីដំបូងដែលអាចចំណាយពេលយូរនិងមានហានិភ័យខ្ពស់គាត់បានទិញយកក្រុមហ៊ុនតូចៗដែលមានស្រាប់ដែលមានមូលដ្ឋានអតិថិជនបច្ចេកវិទ្យាឬបុគ្គលិកដែលមានទេពកោសល្យបន្ទាប់មកគាត់បានបង្រួមក្រុមហ៊ុនទាំងនោះរួមបង្រួមគ្នាទៅក្នុងប្រព័ន្ធតែមួយបង្កើនប្រសិទ្ធភាពតាមរយៈការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ economies of scale មិនពង្រឹងកម្លាំងទីផ្សារយុទ្ធសាស្ត្រនេះអនុញ្ញាតឲ្យគាត់ទទួលបានចំណាយទីផ្សារយ៉ាងឆាប់រហ័សនិងបង្កើនតម្លៃដ៏ធំឧទាហរណ៍ XPO Logistics នេះគឺជាឧទាហរណ៍ដ៏លេចធ្លោបំផុត Jacob បានចាប់ផ្ដើម XPO ជាមួយក្រុមហ៊ុនតូចមួយដែលស្ទើរតែគ្មានអ្វីសោះក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះគាត់បានទិញយកក្រុមហ៊ុនដឹកជញ្ជូននិងជាង20ផ្សេងទៀតដែលមានទំហំចាប់ពីតូចរហូតដល់ធំគាត់បានបង្កើតបណ្ដាញដឹកជញ្ជូនកងរថយន្តប្រព័ន្ធបច្ចេកវិទ្យានិងឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនទាំងនោះទៅជាបណ្ដាញដ៏ធំមួយនេះបានធ្វើឲ្យ XPO ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំជាងគេមួយនៅអាមេរិកខាងជើងនិងអឺរ៉ុបយ៉ាងឆាប់រហ័សឧទាហរណ៍ទី2គឺ Meta ឬ Facebook ដែលបានអនុវត្តយុទ្ធសាស្ត្រ Buy and Build យ៉ាងជោគជ័យដោយទិញយក Instagram និង WhatsApp ក្រុមហ៊ុនទាំងនេះមានមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរួចទៅហើយដែល Meta បានយកមកបង្កើនទៅក្នុងប្រព័ន្ធ Ecology របស់ខ្លួននិងពង្រីកឥទ្ធិពលលើបណ្ដាញសង្គមនេះបានជួយ Meta ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយមេរៀនទី3ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយវិន័យ Discipline Financial Management Jacob យល់យ៉ាងច្បាស់ថាទោះបីជាមានចក្ខុវិស័យធំប៉ុណ្ណាក៏ដោយក៏អាជីវកម្មមិនអាចរស់រានមានជីវិតបានដែរប្រសិនបើគ្មានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំគាត់ផ្ដោតខ្លាំងលើការគ្រប់គ្រងលំហូរសាច់ប្រាក់ cash flow ការកាត់បន្ថយបំណុលនិងការចំណាយដោយប្រុងប្រយ័ត្ននេះមានន័យថាគាត់មិនដែលចំណាយលើពីសមត្ថភាពរបស់ក្រុមហ៊ុននោះទេហើយតែងតែស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពដើមទុនវិន័យហិរញ្ញវត្ថុនេះផ្ដោតលើភាពបត់បែននិងស្ថិរភាពដល់ក្រុមហ៊ុនជាពិសេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចឧទាហរណ៍ប្រសិនបើអ្នកជាម្ចាស់ហាងលក់សម្លៀកបំពាក់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយវិន័យមានន័យថាតាមដានចំណូលចំណាយប្រចាំថ្ងៃប្រចាំខែឲ្យបានច្បាស់លាស់មិនទិញស្តុកទំនិញច្រើនហួសហេតុដែលធ្វើឲ្យសាច់ប្រាក់ជាប់គាំងកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្មដែលមិនមានប្រសិទ្ធភាពនិងចរចាតម្លៃជួលហាងជាមួយម្ចាស់ផ្ទះដើម្បីកាត់បន្ថយថ្លៃដើមមេរៀនទី4ការជួលបុគ្គលិកល្អបំផុត Hiring the best people Jacob ជឿជាក់ថាទ្រព្យសម្បត្តិដ៏មានតម្លៃពិតប្រាកដរបស់ក្រុមហ៊ុនគឺមនុស្សគាត់ចំណាយពេលវេលានិងធនធានយ៉ាងច្រើនក្នុងការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យខ្ពស់មានឆន្ទៈខ្ពស់នៅការធ្វើការមានភាពស្មោះត្រង់និងអាចធ្វើការជាក្រុមបានយ៉ាងល្អគាត់មិនដែលស្ទាក់ស្ទើរនៅក្នុងចំណាយខ្ពស់ដើម្បីទទួលបានបុគ្គលិកល្អបំផុតនោះទេព្រោះគាត់យល់ថាការវិនិយោគលើមនុស្សនឹងធ្វើផលចំណេញត្រឡប់មកវិញច្រើនជាងការចំណាយគាត់ក៏ផ្ដោតលើការបង្កើតវប្បធម៌ក្រុមហ៊ុនដែលលើកទឹកចិត្តដល់ការច្នៃប្រឌិតការទទួលខុសត្រូវនិងការសម្រេចចិត្តឧទាហរណ៍ក្រុមហ៊ុន Google ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកដែលមាន IQ ខ្ពស់បំផុតនិងមានសមត្ថភាពដោះស្រាយបញ្ហាពួកគេមានដំណើរការជ្រើសរើសដ៏ត្រឹងរឹងនិងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដើម្បីទាក់ទាញនិងរក្សាបុគ្គលិកល្អមេរៀនទី5ការគិតធំនិងការអនុវត្តជាក់ស្ដែង Think big act practical
គោលការណ៍នេះបង្ហាញពីតុល្យភាពរវាងចក្ខុវិស័យនិងការអនុវត្ត Jacobs មានសមត្ថភាពនៅក្នុងការស្រមៃពីក្រុមហ៊ុនដែលមានទំហំធំសម្បើមនិងមានឥទ្ធិពលប៉ុន្តែគាត់ក៏ជាមនុស្សដែលមានមូលដ្ឋានគ្រឹះរឹងមាំនៅក្នុងការអនុវត្តជាក់ស្ដែងគាត់មិនមែនជាអ្នកសុបិនដែលមិនធ្វើអ្វីនោះទេគាត់ដឹងពីរបៀបបំបីគោលដៅធំៗទៅជាជំហានតូចៗដែលអាចសម្រេចបានហើយផ្ដោតលើការអនុវត្តជំហាននីមួយៗដោយប្រសិទ្ធភាពនេះទាមទារឲ្យមានការរៀបចំផែនការលម្អិតការតាមដានវឌ្ឍនភាពនិងការកែតម្រូវនៅពេលចាំបាច់ឧទាហរណ៍ SpaceX Elon Musk មានចក្ខុវិស័យចង់ធ្វើអាណានិគមលើភពអង្គារគឺធំប៉ុន្តែគាត់បានបំបីគោលដៅនោះទៅជាជំហានជាក់ស្ដែងដូចជាការអភិវឌ្ឍរ៉ុកែតដែលអាចប្រើឡើងវិញបាន Falcon 9ការបញ្ជូនផ្កាយរនឹបទៅកន្លងគោចរនិងការបង្កើតបណ្ដាញ Starlink ជំហាននីមួយៗសុទ្ធតែជាការអនុវត្តជាក់ស្ដែងដែលឆ្ពោះទៅរកគោលដៅធំឧទាហរណ៍ទី2ប្រសិនបើអ្នកចង់បើកហាងកាហ្វេចំនួន10សាខាក្នុងរយៈ5ឆ្នាំគិតធំអ្នកត្រូវតែមានផែនការជាក់ស្ដែងដូចជាបើកសាខាទី1ឲ្យជោគជ័យសិនរក្សាគុណភាពកាហ្វេនិងសេវាកម្មឲ្យចប់លាប់រៀបចំប្រព័ន្ធប្រតិបត្តិការស្តង់ដារដែលអាចចម្លងបានបង្កើតក្រុមគ្រប់គ្រងសាខានិងស្វែងរកទីតាំងសមស្របសម្រាប់សាខាបន្ទាប់ជាដើមមេរៀនទី9ការរៀនសូត្រពីកំហុសនិងការសម្របខ្លួន Learn from mistakes and adapt អាជីវកម្មមិនមែនជាដំណើរផ្លូវត្រង់នោះទេភាពបរាជ័យនិងកំហុសគឺជាផ្នែកមួយដែលជៀសមិនផុតអ្វីដែលសំខាន់គឺរបៀបដែលយើងប្រតិរៀនចំពោះវា Jacobs មិនខ្លាចនៅក្នុងការទទួលស្គាល់កំហុសនោះទេប៉ុន្តែគាត់ផ្ដោតលើការរៀនសូត្រពីកំហុសទាំងនោះហើយធ្វើការកែក្រំរ៉ៅគាត់មានភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រឬទិសដៅអាជីវកម្មនៅពេលដែលបរិយាកាសទីផ្សារផ្លាស់ប្ដូរឬនៅពេលដែលយុទ្ធសាស្ត្របច្ចុប្បន្នមិនដំណើរការនេះគឺជាគន្លឹះនៃភាពរស់រានមានជីវិតនិងកំណើនរយៈវែងឧទាហរណ៍ Netflix បានចាប់ផ្ដើមជាសេវាកម្មជួល DVD តាមប្រៃសណីយ៍នៅពេលដែលបច្ចេកវិទ្យាអ៊ីនធឺណិតរីកចម្រើនពួកគេបានទទួលស្គាល់ថាអនាគតគឺនៅក្នុងការ streaming ពួកគេបានសម្រេចចិត្តបដូរទីដៅអាជីវកម្មទាំងស្រុងទោះបីជាមានការប្រឈមមុខនឹងការតវ៉ាពីអតិថិជនមួយចំនួនក៏ដោយការសម្របខ្លួននេះបានធ្វើឲ្យ Netflix ក្លាយជាមេដឹកនាំពិភពលោកក្នុងឧស្សាហកម្មកម្សាន្តសរុបមកមេរៀនទាំង6នេះពី Brad Jacobs មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេពួកវាគឺជាគោលការណ៍ណែនាំដែលបានអនុវត្តជាក់ស្ដែងនិងបង្ហាញឲ្យឃើញពីប្រសិទ្ធភាពក្នុងការកសាងក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារភាពជោគជ័យរបស់គាត់បង្ហាញថាការរួមបូតគ្នានៃចក្ខុវិស័យធំការអនុវត្តជាក់ស្ដែងវិន័យហិរញ្ញវត្ថុការវិនិយោគលើមនុស្សនិងសមត្ថភាពក្នុងការរៀនសូត្រនិងសម្របខ្លួនគឺជាគន្លឹះដ៏សំខាន់សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មដ៏ធំនិងទទួលបានជោគជ័យ